សូមជម្រាបសួរអាយដាមលោកជំទាវលោកលោកស្រីវិដាបេដានិងអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ជាទីគោរពសូមស្វាគមន៍ចំពោះការទស្សនានៅកម្មវិធីកិច្ចសម្ភាសជាមួយនឹងមីដាបេដានិងអ្នកអាណាព្យាបាលសិស្សរបស់សាលាអន្តរជាតិ SAI សង្ហបុរីនៅក្នុងរដូវកាលទី1វគ្គទី1ដែលមានខ្ញុំបាទថៃច័ន្ទសុភាពជាអ្នកសម្ភាសនៅថ្ងៃនេះយើងបានទទួលការចូលរួមជាកិត្តិយសពីសំណាក់អ្នកអាណាព្យាបាលសិស្សានុសិស្សមួយរូបគឺលោកពូបុត្រចន្ទថាសូមជម្រាបសួរពូបាទជាជំហានដំបូងសូមលោកពូជួយធ្វើការណែនាំខ្លួនក៏ដូចជាជួយជម្រាបផងថាតើចៅរបស់លោកពូបានសិក្សានៅក្នុងសាលាអន្តរជាតិ SAI សង្ហបុរីរយៈពេលប្រហែលឆ្នាំមកហើយបាទជាដំបូងសូមគោរពជាមួយនឹងក្រុមការងារនិងសូមគោរពលោកស្រីអាណាព្យាបាលមេដាបៃតាសិស្សទាំងអស់ខ្ញុំបាទឈ្មោះបុត្រចន្ទថាអតីតជាមន្ត្រីរាជការហើយក្រោយចូលនិវត្តន៍ខ្ញុំជាសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោមសម្រាប់ចៅរបស់ខ្ញុំបានសិក្សានៅទីនេះរយៈពេល2ឆ្នាំ6ខែមកហើយបាទសម្រាប់សំណួរទី2ខ្ញុំសូមសួរលោកពូថាតើអ្វីទៅជាមូលហេតុដែលជំរុញឲ្យលោកពូជ្រើសរើសយកសាលា SAIS សម្រាប់ការសិក្សារបស់ចៅលោកពូបាទអរគុណមួយមូលហេតុដែលខ្ញុំជ្រើសរើសយកសាលា SAIS ឲ្យចៅចូលសិក្សានៅពេលដែលយើងនាំចៅខ្ញុំនាំចៅមកចុះឈ្មោះខ្ញុំបានពិនិត្យទៅលើកម្មវិធីសិក្សារបស់សាលាឃើញមិនពិនិត្យតែមតិទេមើលយ៉ាងកម្មវិធីបឋមនិងមធ្យមឃើញសាលាមានកម្មវិធីបែបជាអន្តរជាតិបាទហើយសាលារៀនមានការអភិវឌ្ឍមានអគារមានទីធ្លាអីសមរម្យសម្រាប់ឲ្យចៅរបស់ខ្ញុំបានចូលសិក្សានៅសាលា SAIS នេះបាទសំណួរទី3ខ្ញុំសូមសួរលោកពូថាបន្ទាប់ពីរយៈពេលជាង2ឆ្នាំមកនេះក្រោយពេលដែលចៅរបស់លោកពូបានសិក្សានៅក្នុងសាលា SAIS យើងនេះតើលោកពូបានសង្កេតឃើញការរីកចម្រើនអ្វីខ្លះបាទក្រោយពីទទួលបានការសិក្សារយៈពេល2ឆ្នាំជាងនេះខ្ញុំសង្កេតឃើញចៅរបស់ខ្ញុំមានការប្រែប្រួលទាំងជាពិសេសលើអិរិយាបថកប្បកិរិយាពេលដែលទៅដល់ផ្ទះចៅចេះជំរាបសួរមេដាបៃតានិងចាស់ទុំនៅក្នុងផ្ទះហើយមួយទៀតគឺពាក់ព័ន្ធនឹងសំណួរនេះដែរពាក់ព័ន្ធនឹងការសិក្សារបស់ចៅ2ឆ្នាំនេះពាក់ព័ន្ធនឹងភាសាអង់គ្លេសគឺចៅអាចចេះព្យញ្ជនៈពី A ស្ទើរដល់ Z ហ្នឹងណាបាទហ្នឹងហើយបន្ទាប់មកទៀតពាក់ព័ន្ធនឹងអាកប្បកិរិយានិងវិន័យធម្មតាក្មេងបើនិយាយអំពីវិន័យគឺយើងពិបាកគ្រប់គ្រងគាត់តែប៉ុន្តែគាត់ថាអាកប្បកិរិយាដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងគឺគាត់មានការប្រែប្រួលគាត់ចេះគោរពចាស់ទុំនៅក្នុងផ្ទះហើយគាត់ចេះជម្រាបលាពេលដែលគាត់មកសាលារៀនហើយគាត់ចេះជម្រាបសួរនៅពេលដែលគាត់ចេញពីសាលារៀនទៅដល់ផ្ទះវិញបាទសម្រាប់សំណួរទី4ខ្ញុំសូមសួរលោកពូថាតើគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលា SAIS មានលក្ខណៈដូចម្តេចដែរបាទអរគុណក្មួយដែលពាក់ព័ន្ធនឹងគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូយើងត្រូវផ្អែកទៅលើលទ្ធផលនៃការសិក្សារបស់សិស្សកាលណាសិស្សពេលដែលបានចូលរៀនហើយសិស្សមានបំណិនក្នុងការអានក្នុងការសរសេរនិងគឺបញ្ជាក់អំពីគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូហើយបាទហើយនៅពេលដែលបញ្ចប់ឆ្នាំនីមួយៗសិស្សមានអត្រាឡើងថ្នាក់ខ្ពស់អានឹងក៏បញ្ជាក់អំពីគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូដែរបាទ
បាទសូមអរគុណលោក បាទ ពូ អរគុណ សម្រាប់សំណួរទី5ខ្ញុំសូមសួរលោកពូថាតើលោកពូពេញចិត្តចំពោះតំណែងតំណងរវាងសាលារៀននិងមាតាបិតាសិស្សដល់កម្រិតណាដែរ បាទអរគុណមួយចំពោះការតំណាក់តំណងរបស់សាលារៀនជាមួយមេត្តាបិតាសិស្សខ្ញុំមានទំនុកចិត្តខ្ពស់ទៅលើការយកចិត្តទុកដាក់របស់គណៈគ្រប់គ្រងសាលាក៏ដូចជាលោកគ្រូអ្នកគ្រូព្រោះរាល់ការសិក្សារបស់សិស្សតាមថ្នាក់នីមួយៗលោកគ្រូអ្នកគ្រូប្រចាំថ្នាក់លោកមាន Telegram ក្រុម Telegram ជាប់ជាមួយនឹងមេត្តាបិតាសិស្សដើម្បីផ្ដល់ព័ត៌មានអំពីការសិក្សារបស់ពួកគាត់ឲ្យបានដឹងអំពីព័ត៌មានផ្សេងៗដែលកូនឬក៏ក្មួយរបស់គាត់បានសិក្សានៅសាលា SAIS នេះបាទ សម្រាប់សំណួរទី6ខ្ញុំសូមសួរលោកពូថាតើបរិយាកាសសិក្សាសុវត្ថិភាពនិងការថែទាំសិស្សនៅក្នុងសាលារៀនបានបំពេញទៅតាមសេចក្តីរំពឹងទុករបស់លោកពូដែរទេ បាទអរគុណពាក់ព័ន្ធនឹងការបរិយាកាសនិងសុវត្ថិភាពនៃការសិក្សាខ្ញុំមានការពេញចិត្តព្រោះសាលាមានអគារធំល្អមានខ្ញុំបាននាំចៅមកចូលរៀនខ្ញុំបានឃើញមានបន្ទប់រៀនមានលក្ខណៈជាស្តង់ដារហើយនឹងពាក់ព័ន្ធនឹងសុវត្ថិភាពរបស់សិស្សលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់នៅពេលដែលសិស្សមេត្តាបិតានាំសិស្សមកសាលាលោកគ្រូអ្នកគ្រូចាំទទួលសិស្សពេលដែលសិស្សចេញពីសាលាលោកគ្រូអ្នកគ្រូបាននាំសិស្សជូនមកដល់មេត្តាបិតាទើបលោកគ្រូអ្នកគ្រូបញ្ចប់ភារកិច្ចរបស់គាត់ចូលទៅក្នុងថ្នាក់ឬក៏ចូលទៅក្នុងសាលារបស់គាត់វិញបាទរាល់សកម្មភាពទាំងនេះហើយដែលបញ្ជាក់ឲ្យមេត្តាបិតាដូចជារូបខ្ញុំជាតារបស់ចៅខ្ញុំមានទំនុកចិត្តលើការទំនាក់ទំនងនិងសុវត្ថិភាពសម្រាប់ការសិក្សារបស់ចៅខ្ញុំបាទ បាទសូមអរគុណច្រើនលោកពូ បាទ សម្រាប់សំណួរទី7ខ្ញុំសូមជម្រាបសួរលោកពូថាតើកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងរបស់សាលាបានជួយអភិវឌ្ឍសមត្ថភាពរបស់ចៅលោកពូយ៉ាងដូចម្តេចខ្លះ បាទអរគុណតាមរយៈកម្មវិធីសិក្សានិងការសកម្មភាពក្រៅម៉ោងខ្ញុំសង្កេតឃើញសកម្មភាពរបស់ចៅមានការអភិវឌ្ឍទៅលើមានក្តីក្លាហានគាត់ហ៊ានរាយរាប់អំពីសកម្មភាពរបស់មិត្តភ័ក្តិគាត់ថាថ្ងៃហ្នឹងមិត្តភ័ក្តិគាត់ធ្វើអីខ្លះហើយគាត់មានចំណុចពិសេសនៅពេលដែលគាត់ឃើញអ្វីដែលប្លែកគាត់ហ៊ានសួរនាំមកថាយ៉ាងដូចម្ដេចបានជាអញ្ចឹងក្នុងន័យនេះគឺចង់ជម្រាបថាគាត់មានសេចក្តីក្លាហានរាល់សកម្មភាពដែលបានកើតឡើងគឺគាត់ចេះសួរនាំចេះឆ្ងល់បាទ បាទសូមអរគុណលោកពូ បាទ សម្រាប់សំណួរទី8ខ្ញុំសូមសួរលោកពូថាតើអ្វីទៅដែលធ្វើឲ្យលោកពូមានការចាប់អារម្មណ៍និងពេញចិត្តជាពិសេសចំពោះសាលា SAIS យើងនេះ បាទពាក់ព័ន្ធនឹងខ្ញុំមានការចាប់អារម្មណ៍ទៅលើសាលា SAIS នេះគឺមាន3ចំណុចដែលខ្ញុំចាប់អារម្មណ៍ទី1គឺកម្មវិធីសិក្សារបស់សាលាគឺសិក្សាទៅតាមបែបអន្តរជាតិមានភាសាបរទេសដូចជាអង់គ្លេសចិនបាទទី2គឺពាក់ព័ន្ធនឹងសាលាមានអគារសមរម្យហើយមានថ្នាក់រៀនធំទូលាយនិងទី3ខ្ញុំចាប់អារម្មណ៍ទៅលើការដេកសន្តានកិច្ចរបស់បុគ្គលិកសាលារៀនក៏ដូចជាលោកគ្រូអ្នកគ្រូនិងចាប់អារម្មណ៍ទៅលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុង
សាលារៀន SAIS នេះបាទ បាទសូមអរគុណច្រើនលោកពូ អរគុណ សម្រាប់សំណួរទី9ខ្ញុំសូមសួរលោកពូថាប្រសិនបើមានមាតាបិតាផ្សេងកំពុងតែស្វែងរកសាលារៀនដែលល្អសម្រាប់កូនតើលោកពូនឹងធ្វើការណែនាំសាលា SAIS ដែរឬទេហើយប្រសិនបើលោកពូធ្វើការណែនាំតើដោយសារហេតុអ្វីដែរ ប្រសិនបើមានមិត្តភ័ក្តិឬក៏បងប្អូនមេដាបៃតាសិស្សកំពុងស្វែងរកសាលាសម្រាប់ឲ្យបុត្រធីតារបស់គាត់ចូលរៀនខ្ញុំនឹងពេញចិត្តណែនាំឲ្យពួកគាត់បញ្ជូនបុត្រធីតារបស់គាត់មកសាលារៀន SAIS ដោយខ្ញុំបានជម្រាបខាងដើមដោយខ្ញុំបានឆ្លើយសំណួរខាងដើមចាប់ពីសំណួរទី2រហូតដល់សំណួរទី8បាទខ្ញុំមិនបានរៀបរាប់អស់ទេប៉ុន្តែនៅក្នុងសំណួរទី2ដល់ទី8នេះខ្ញុំបានរៀបរាប់លម្អិតក្នុងនឹងខ្លះហើយបាទអរគុណបាទ បាទសូមអរគុណលោកពូ បាទ តើលោកពូចង់ផ្ដល់សារអ្វីខ្លះទៅកាន់អ្នកអាណាព្យាបាលសិស្សដែលកំពុងតែពិចារណានៅក្នុងការដាក់កូនឲ្យសិក្សានៅក្នុងសាលា SAIS យើងនេះ បាទសូមអរគុណជាចុងក្រោយខ្ញុំសូមថ្លែងអំណរអគុណហើយក៏សូមជាវិនិយោគដល់មេដាបៃតាសិស្សនិងអាណាព្យាបាលការជ្រើសរើសសាលាឲ្យបុត្រធីតាចូលរៀនគឺជាមានសារៈសំខាន់ដូច្នេះក្នុងនាមជាមេដាបៃតាអាណាព្យាបាលត្រូវសិក្សានិងស្វែងយល់អំពីសាលាណាដែលមានគុណភាពដែលអាចជួយឲ្យកូនចៅរបស់លោកអ្នករៀនហើយមានទាំងចំណេះដឹងមានទាំងជំនាញនិងប្រែប្រួលទាំងអាកប្បកិរិយារបស់កូនចៅលោកអ្នកហើយពាក់ព័ន្ធនឹងការចូលរៀននេះខ្ញុំក៏សូមឲ្យមេដាបៃតាទាំងអស់អាចឬក៏នឹងបញ្ជូនបុត្រធីតារបស់ខ្លួនមកចុះឈ្មោះចូលរៀននៅសាលា SAIS នេះគឺពិតជាមិនខុសបំណងទេបាទអរគុណបាទ សូមអរគុណលោកពូខ្ញុំបាទក៏សូមអរគុណទៅដល់អាយដាមលោកជំទាវលោកស្រីមេដាបៃតានិងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានចំណាយពេលទស្សនាកម្មវិធីរបស់សាលាអន្តរជាតិ SAI សិក្ខាបរិយសូមអរគុណនិងសូមជម្រាបលា